សូមគណៈកម្មការទាំងអស់គ្នាសូមជ័យព្រមគេនិយាយថាទេវតាលុតចិញ្ចាំងគ្រួសារខាងញ៉ាំមួយម៉ាត់ទោះជាញ៉ាំអស់ហើយស្លាប់ក៏វាមិនអីដែរគណៈកម្មការទាំងអស់គ្នាប្រហែលជាមិនដឹងទេសុបខ្ញុំនេះមិនមែនទេវតាលុតចិញ្ចាំងធម្មតានោះទេនៅក្នុងនោះខ្ញុំបន្ថែមគ្រឿងក្រៅ50មុខហើយនឹងថ្នាំចិនថ្លៃ50មុខទៀតគឺសុទ្ធតែត្រួតពិនិត្យមួយច្បាស់លាស់ខ្លាំងណាស់បើកម្លាំងខ្លាំងទៀតផងខ្លាំងជាងថ្នាំទេវតាទៅទៀតណានេះមិនមែនជាមហូបច្បល់មុខទេបើនៅផ្ទះធ្វើបែបហ្នឹងលោកតាប្រកាសជាដាក់ដំបងមកហើយខ្ញុំចាំលេងបានហើយសងសានរឿងនេះញ៉ាំស៊ុបរួចហើយនិយាយអីបន្តិចមកបានទេកើតអីនឹងគណៈកម្មការទាំង5ញ៉ាំហើយក៏ទៅជាឈួតមិនក៏មិនកម្រាស់អញ្ចឹងមិនត្រូវទេមាន10ភាគទៅជា12ភាគមិនត្រូវសូពើរបស់ខ្ញុំនាងលើកមួយម៉ាត់អស់គឺពិតជាលែងចង់រស់ហើយបើខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថាញ៉ាំស៊ុបអាចារ្យនេះរួចខ្ញុំមានកម្លាំងពេញខ្លួននេះទើបជាស្ដេចស៊ុបយ៉ាងពិតប្រាកដនេះទើបជាមហូបហើយនឹងថ្នាំរួមគ្នាតែម្ដងខ្ញុំហ៊ានធានាពួកខ្ញុំទាំង5នាក់លែងភ្លក់ស៊ុបបន្តទៅទៀតហើយពីព្រោះគ្មានស៊ុបណាអាចប្រៀបបាននឹងស៊ុបទេវតាលុតចិញ្ចាំងមួយចាននេះបានទេសេហ្វូគាត់ពិសេសជាងឆាប់មកនេះជារបស់ស្អីរបស់នេះក៏ហ៊ានយកមកប្រៀបជាមួយនឹងលោកគ្រូທາງដែរមែនទេអាលិតឯងនេះឯងពិតជាមិនដឹងមេឃខ្ពស់ដីក្រាស់ពិតមែនហ៎ក្លិនស៊ុបមិនដិតពណ៌ស៊ុបមិនថ្លាពិតជាគ្មានប្រយោជន៍អីបន្តិចមែនទាំងអស់គ្នាស្ដាប់ឮហើយឬនៅនេះគឺជាកម្រិតខាងបាយរសជាតិឆ្ងាញ់ពូនាងហើយពិតជារឿងកំ pl ៃក្នុងពិភពចុងភៅមែនមែនហើយសម្រាប់បែបហ្នឹងយើងប្រើគ្រឿងឆុងមីក៏ឆ្ងាញ់ជាងគេបានដែរមិនក៏ទៅជាអញ្ចឹងតកែស្រីក្មេងនៅតែជាក្មេងនាងពិតជាទុកគេជាចុងភៅទេវតាពិតមែនមានភ្នែកអត់ប្រស្រីពិតមែនណាស៊ុបមួយមុខនេះហៅថាទ្រព្យសម្បត្តិក្រអូបគឺអាយុវែងយាយម៉ាំងហូបហើយនិយាយថាល្អឈើគួរអស់សម្លាញ់ស៊ុបធ្វើមិនដឹងស្អីផងមាត់នឹងប្រកែកនិយាយណាពិតជាមិនចេះធ្វើម្ហូបមែនចេះតែធ្វើការរកស៊ីអញញ៉ៃពិភពចុងភៅបរាជ័យហើយមើលទៅអាលិតនេះគឺជាការប្រកួតមិនមែនជាកន្លែងឯងនិយាយពាក្យមង្គលទេណាយកស៊ុបរបស់ឯងចេញភ្លាមទៅឆាប់ឡើងអាលិតពូភ្លក់មួយម៉ាត់ភ្លក់រួចឯងត្រឡប់ទៅផ្ទះវិញទៅទីនេះមិនសមនឹងឯងនោះទេរសជាតិស៊ុបដិតក្រាស់ឈ្ងុយពេញក្រអមមាត់តែម្ដងមានរសជាតិពេញមាត់ពេញច្រមុះពេញក្បាលនៅមានដើមទ្រូងទៀតពិតជាស៊ុបម្ចាស់ដ៏ឆ្ងាញ់ពិតមែនអាយ៉ាពិតជាឆ្ងាញ់រត់នឹកស្មានមិនដល់មែនអាយ៉ាប៉ុន្តែធ្វើមិនដល់មហូបឯនឹងថ្នាំរួមគ្នាទេពិតជាគួរឲ្យស្ដាយពិតមែនហើយឬមួយខ្ញុំពិតជាមើលខុសមែនទេឈប់ចាក់ជាពេលវេលាទៀតទៅប្រកាសលទ្ធផលទៅពូក្បាលតងោលពិតជាគ្មានអាហារនិងថ្នាំរួមគ្នាមែនទេនៅក្នុងហ្នឹងមានចំណេញហឺសូអ៊ូឬក៏ស្ទាបក្បាលពូទៅក្បាលខ្ញុំយ៉ាងម៉េចទៅពិតជារបស់មិនកូនជឹងហើយជើងហ្វុងលោកកាន់ស្អីហ្នឹងក្បាលខ្ញុំរមាស់យ៉ាងម៉េចហ្នឹងខ្ញុំទ្រាំបានទេពូក្បាលតងោលและក្បាលពូដល់ស្មៅហើយសក់ខ្ញុំវិញហើយសក់ខ្ញុំវិញហើយខ្ញុំពិតជាដោះសក់វិញពិតមែនហើយស្មានមិនដល់ថាខ្ញុំក្បាលតងោល30ឆ្នាំហើយមកជាមានថ្ងៃនេះមានសក់វិញសោះហើយអាយ៉ាពិតជាមិនធម្មតាពិតមែនហើយញ៉ាំតែមួយម៉ាត់សោះដូចជាមានពឹងសុខភាពតែម្ដងហើយមិននឹងអាចទៅយើងមិនសុខចិត្តទេយើងមិនជឿថាស៊ុបដែលក្មេងម្នាក់នេះរងាស់អាចយកឈ្នះស្ដេចស៊ុបគ្រូທາງយើងបានទេយើងចង់មើលនិយាយលេងបីស្អីទៅ
อารมณ์นี่ขยมโยธาขยมยำซุปนี่เฮ้ยขมิ้นมาเพยชน้ำอย่าปดจะลอย แล้วปูก็พลายแมน จมใจหน่อยจมใจจังสระเอ้ยแล้วทางลูกการชูซี่หนึ่งลูกเตะมันเด่นเจงเฮ้ยโอ้เจงเพียงเอาชับเลยเตอเขียมจังยำซุปเอาเขียมยำซุปมาเปลี่ยนเตอไอจีฟูนั่นน่ะทับประกาศเตอเขียมซุปประกาศเวทีมวยในชนะคือห่างไปรู้เจ็ดช่างเมียนประชังได้หรือเตอเมียนเมียนจะบอลใส่เตอในชนะทีมวยห่างไปรู้เจ็ดช่างไอชนะไอเซฟูกุยanhประกาศครั้งนะนายซุปไม่หนังจันขมิ้นมันอธิบายเตอในขนมนั่งชิบะจิมเมียนละไม่กอลมันขาดสิมันบานได้บ่อ้อยแล้วนี่ใจบกเตียนด้วยลำนายเมย์จองเพลิงยืนคือการไปเลยบานเตียนเฮ้ยก็ประกวดเวทีปีจับดามหบกระบายก้นเครื่องซ้อมบังเกียถ้ากายใส่ไอเซฟูกุยประกวดบรรทอเตียนเตอเวทีปีต้องอายุเจ้าลูกรู้ลิ้วพวกลูกรู้ชอบชื่อให้เยโอ้ชื่อต้องอีใส่เด้อแต่ไม่ห่างใบรู้จิตช่างตัวจะโปรยจีมันกับเครื่องเป็นปัญหาได้แต่น่าเอาเครื่องจีไม่จองเพื่อระบบห่างใบรู้จิตช่างด้วยเหมือนเด้บางท่านจะลงใจมาเวทีติดนักสมาคมยื่นโยนถาการประดับต้นเอาปอจิวหันเป็นปัญญาดาวเป็นนู่นมันเติมแต่เครื่องการปีลำนายมันบานตีสมไม่แต่ปอจิวหันโลกกอกกลมกระเตยกาเตียนหอบอสมลูกตุกเชิดจงจงเพิ่มมันนี่ราคาเสนียมเจืองไอประกวดใบแวะจอบคะแนนนานชายเกี่ยเป็นชื่อท่าเสียจืดเพียงคือต่างสองข้างโจกลายการประกวดแวะที่พี่จอบพนมเสียจืดยังไม่เจอไอละงงขลังนะบางเกี้ยนดัดเพลิงเยอะกับเมียนนาเปรียบแล้วครูเลี้ยวใส่ชื่อบางเกี้ยนดัดเพลิงมาคายหายแบบนี้เมียนสังคมให้หมดเต๋อข้อที่บางเกี้ยนดัดเพลิงระบายไม่จงเพิ่มสมัยนั้นในตัวมุกย้ำแต่ซามันได้จังหวะไม่ก็จงเพิ่มในปีมุกมันจับประดามเฟินจังบางปรอนในทางนู้ก็เฟินดัดเพลิงได้นะฮะดับประกวดระบายปอจิงฮันไม่ก็ขมิ้นสกามาเพียบเตรียมเอาบอกสุดมาเลยไม่กับมันประกวดจังมันใจแมนเต้แล้วคลายให้แม่เน่ดอกคล้วนเต้นในตัวอันเปรี้ยวนะจำเมื่อแต่เฟิร์มมือใส่เก๋บัดพนัดเฟิร์แล้วพวกมันเนี่ยนี่ปัจจุบันมาแมนก่อนอัดบัดพนัดเฟิร์มาหอบมันมาหอบมาหมกนี่ประกาศเจียแจกมาให้พวกปกหมดเหล็กนี่จังให้อัดไม่ก็สาเก๋บังอัดคล้วนเองจังเป็นแม่ไหนไม่จงเพื่อหรือยกมุกมาหอบจงเพื่อเตวันดาดัดเมียนกิจแจกบ้าเจียมันใจอัดในเป็นมุกนังเตจำเมื่อหลักรูลิ้วกวาดตบต้นจังไหมเพราะสังหารมันเนี่ยนี่มันอ่อนเตได้จิเสียจือจมเห็นเฟือจะบ้าขนมจัดจ่อมยำคลังแมนเต้นวัดเฟื่อมาหอบโดยเนี่ยให้เปรียบจะมวยไต่กู้เฟื่อบานเลื่อนให้ละออเตียพองเมื่อเตวียนี่มันบัดกระจายหนุเตยูจนเป็นเมย์โดยไอ้มันยังปีฉบับไอ้เฟื่อมาหอบตามยืงแมนเต้แต่นางได้ยืงเป็นมาหอบเนี่ยได้เกในจองกลอยนอนปีนู้ยืงเอาไอ้จังจะเอาจัดเตรียมฐานเด็ปปกหมอนก็เฟื่อมาหอบจัดกดมันในขนมโคลนมาลุกปานนี้จะมาจิตดอกดำบ้องไฟอยู่ให้ก็ประกวดเวทีปีรอบทอยกลอยจบเริ่มหกจมเห็นจองกลอยระบองเกียนดัดนึงบัดในเฟืองบองเกียใหญ่ๆขลังนะสมไม่แต่จำเห็นมันโจรเป็นเรื่องกอกเบียนได้บองเกียนดัดเพลึงเมื่อระบอกยังเป็นใจรอเจียงถามไม่จมเห็นเป็นลึงฮัลลือดำนาธาบางเกียนดัดเพลึงจมเห็นสำคัญมาพอดคือจำนวนจบเพลิงเทวดาลิ้วเทียนสิงบังการและตามรกประปงเนี่ยเพลึงดัดเพลึงไอ้เฟืองอ้อยบางเกียนมีคลันช่วยเพียบหรือโมจบเพลิงมันนี่เกจเจนะตามรกประปงนี่มันอะไรจ้องเพลิงเทวดาบัดคล้นชานชนะให้ไม่ได้บัดต่อเป็นติดเนี่ยตามรกประปงเนี่ยเพลิงคลังแบบนึงหัวเยื้องประกาศเจ็ดชนะไม่หลับปปกมาเรียนไปขยำแจบ้านประมาณเพียไรเต้นี่ขยำบางหางเอาเน็ตออกเนี่ยบานเคยดับตัวเนยเอาไว้หาถาเนี่ยได้ตามรกประปงเนี่ยเพลิงหนุ่มเต้ลูกปุจจีไอ้ไม่ใช่เสเทวดาจงเพลิงเนี่ยตามรกประปงเนี่ยเพลิงบานปุจเมื่อเลยไม่ยังไอ้เต้จงเพลิงเทวดามันได้บางเรียนเนี่ยกลางตีนะมาเกี่ยมันบ้านแต่ตัวการบางเรียนทองไม่ยังไอ้เจสนิดยังบานเต้ด้านนี้เพลิงโดยจิตเนี่ยจำหายโดยเชี่ยประปงเนี่ยตามรกเนี่ยเพลิงแล้วปปกมดยกสระเขาให้แต่ปลาสระซ้อสระขนมไอโฟเวียมันตอนครั้งมันเจ๋งเพลิงเต้ยังเจอไอ้มาดองแต่เจอจำอยู่หายเนี่ยตามรกประปงเนี่ยเพลิง
អន់ពេកហើយកម្លាំងខ្សោយពេកគ្រប់គ្រងភ្លើងមិនទាន់បានល្អទេ អានេះឯងជាអ្នកតាមរកប្រពងអ្នកភ្លើងរបស់ចុងភៅទេវតានោះពិតជាធ្វើឲ្យគេសាច់ជ្រុះថ្មិញពិតមែនហើយ ដល់អ្នកភ្លើងប្រជ័យឲ្យខ្ញុំប្រកាសពួកឯងចាញ់មួយ លោកពពុកមាត់លោកតាមប្រាប់ថាបរាជ័យម្ដងកុំខ្លាចដឹងខុសហើយតែគឺជាក្មេងល្អណា យើងខំមកពីក្មេងនេះបើគុំទៅដោយសារគេខ្ញុំមិនអាចឆ្លោះត្រួយបានទៅខំមកពីឯងអាក្មេងខូច លោកគ្រូលីវវគ្គនេះចាញ់ក៏មិនអីដែរពួកយើងចុះទៅត្រៀមវគ្គផ្ដាច់ព្រោះ គូស្អីទៅតកែស្រីខ្ញុំប្រាប់នាងចុះបើនាងមិនដេញអាក្មេងនេះចេញទេខ្ញុំមិនគួរទេដល់ពេលនោះពួកនាងសូម្បីចង់ភើចូលរួមក៏គ្មានដែរនាងពិតជាសង្ឃឹមគឺគេតែពិតមែនទេ បងស្រីស្អាតខ្ញុំមិនចង់ទៅទេខ្ញុំមិនចង់ មិនស្បាច់លើឯងទេយើងទើបតែមានចង់ភើហាងបាយរសជាតិឆ្ងាញ់គណៈកម្មការទាំងអស់គ្នាសូមស្នើសុំមិនដេញក្មេងអុកលុកម្នាក់នេះចេញទៅក្រៅភ្លាមទៅអញ្ចឹងមិនឆាប់ដេញចេញភ្លាមទៅកុំរៀបរៀងការប្រកួតណាហ៎ កុំ កុំស្អី ខ្ញុំមិនចង់ទៅទេខ្ញុំមិនចង់ទៅទេខ្ញុំត្រូវនៅទីនេះប្រកួតយកឈ្នះខ្ញុំចង់រកប៉ាម៉ាក់ខ្ញុំសៀវហ្វូគួយខ្ញុំចង់រកប៉ាម៉ាក់ខ្ញុំស្មានមកដល់ខាងក្មេងម្នាក់នេះមករកសាច់ញាតិសោះរកសាច់ញាតិក៏មិនត្រូវអបលុកកន្លែងប្រកួតអញ្ចឹងដែរយកល្អដេញគេចេញទៅខ្ញុំមិនចង់ទៅទេខ្ញុំចង់រកប៉ាម៉ាក់ខ្ញុំសៀវហ្វូគួយកម្រិតឆ្ងាយពេកជីកបានទាំងអស់នេះគ្រប់ពួកយើងញ៉ាំមួយថ្ងៃហើយសៀវហ្វូគួ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 យបើកូនខ្ញុំនៅក្បែរខ្លួនខ្ញុំគេក៏ធំប៉ុណ្ណឹងដែរអ្នកណាក៏បានអាចជួយខ្ញុំផងជួយខ្ញុំផងខ្ញុំមិនទៅទេខ្ញុំចង់រកម៉ាក់ មិនស្បាច់លើឯងទេ អ្នកណាក៏បានជួយខ្ញុំផងខ្ញុំចង់រកម៉ាក់ខ្ញុំចង់រកម៉ាក់ខ្ញុំលោកគ្រូលីវលោកប្រកួតចាញ់ខ្លួនឯងតែបញ្ចេញកំហឹងលើក្មេង ខ្ញុំដោយសារតែគេទើបចាញ់ណា ការប្រកួតបានប្រកាសហើយលោកបាជាហ៊ានអុកលុកកន្លែងប្រកួតពួកឯងអូគេចេញ ហេណែកំប៉ះខ្ញុំតែខ្លួនឯងខ្ញុំតែខ្លួនឯង សៀវហ្វូគួយ កំប៉ះខ្ញុំតែខ្លួនឯងប្រធានសួរមិនដំណើរការប្រកួតវគ្គទី3ទេភាគីទាំងសងខាងសុទ្ធតែផ្ដោតទៅលើរង្វាន់ការប្រកួតហើយនឹងសិទ្ធិរកស៊ីធ្លាក់លើដៃអ្នកណាតែប៉ុណ្ណោះទេការប្រកួតវគ្គទី3ចាប់ផ្ដើមប្រធានបទបងឯមក្រោយអាហារតម្រូវការកំណត់គ្រឿងក្រៅអាលិតសំអុយឯងចាំតែមើលទៅនេះគឺជាការតាំងចិត្តគេចង់ភៅស្រីស្អាតមកពីប្រទេសហ្វាជំនាញខាងធ្វើបងឯម សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលូអ៊ីសឺថ្ងៃនេះខ្ញុំចង់មកធ្វើពពកសរសៃមីឡុង ឮថាចង់ភៅប្រទេសហ្វាម្នាក់នេះធ្វើបង្អែមនំខេកគឺជាអាហារស្ដេចនៅបរទេសជាប់លំដាប់លេខ1លើពិភពលោកថែមទៀតផងណាហាងបាយរសជាតិឆ្ងាញ់ពួកនាងនឹងមានមនុស្សចេញមកប្រកួតទៀតឬទេ បងស្រីស្អាតលោកតាមប្រាប់ថាឲ្យតែខ្ញុំឈ្នះប្រកួតគឺឲ្យរកឃើញប៉ាម៉ាក់ហើយនេះគឺជាការពិតដែរទេបងស្រីពិតមែនប្រកាសជារកឃើញអញ្ចឹងខ្ញុំត្រូវតែឈ្នះការប្រកួតទី3រកឲ្យឃើញប៉ាម៉ាក់របស់ខ្ញុំ សៀវគួយកុំមកករឿងបង្អែមមិនអន់ជាងអាហារផ្សេងទៀតទេដែលមិនបានវឹកហាត់3ទៅ5ឆ្នាំគឺមិនអាចធ្វើចេញនោះទេអាលិតសំអុយពិតជាទុកខ្លួនឯងចង់ធ្វើទេបណ្ដោយ សៀវគួយអញចេះធ្វើបង្អែមដែរទេខ្ញុំធ្លាប់ញ៉ាំបង្អែមមួយមុខដែលលោកតាធ្វើហៅថាស្អីអញ្ចេះខ្សាច់ក្នុងព្រិល មុខមហូបចង់ភៅទេវតាដែលគេនិយាយតគ្នាម្សៅសណ្ដែកព្រិលគិតថាទេវតាគណៈកម្មការទាំងអស់សុទ្ធតែមិនធ្លាប់ភ្លោះអាឡរហើយចេះតែធ្វើម្សៅសណ្ដែកព្រិលរបស់ចង់ភៅទេវតាទេហ៎ឯងលេងសើចទេដឹងហ៎អញ្ជើញភាគីទាំងសងខាងយកគ្រឿងឲ្យចង់ភៅទៅជាផ្លូវអេចាំមិនហ្នឹង អាយ៉ាគឺថាខ្ញុំរអិលជើង គណៈកម្មការពួកខ្ញុំសំដៅគ្រឿងក្រៅ មិនអនុញ្ញាតនាងយកច្បាប់ការប្រកួតទុកណែណាទៅបើមិនបន្តការប្រកួតមិនចឹងបោះបង់ទទួលស្គាល់ចាញ់ទៅអាយ៉ាបេក្ខជនសៀវភូគួយឲ្យសល់តែអង្គមួយថងទេឲ្យនៅប្រកួតទៀតដែរឬទេ នេះមិនយុត្តិធម៌ទេខ្ញុំប្រកួត ហើយស្មានបណ្ដោតថាបេក្ខជនសៀវភូគួយនេះពឹងលើអង្គមួយថងនៅប្រកួតទៀតសោះពិតជាក្លាហានគួរឲ្យទៅសល់ពុតមើលអើយអង្គមួយថងអាចធ្វើឲ្យបានទៅដាំបបោកាយស្រីមើលទៅវានេះទោះជាចង់ធ្វើទេវតាមកក៏ជួយមិនបានដែរ លោកលីវខ្ញុំពិតជាអស់សង្ឃឹមលើលោកខ្លាំងណាស់ ឥឡូវនេះក្រៅជាចង់ធ្វើដែរស្អីក៏អាចធ្វើបានតែពិតមែនទេអានេះប្រហែលជាអាចធ្វើបានដែរទេដឹងហ៎ ខ្ញុំជំទាស់
ការប្រកួតនេះមិនយុត្តិធម៌ខ្ញុំស្នើសុំប្រកួតសាថ្មី មុននាងចាញ់ហើយក៏និយាយថាចង់ប្រកួតសាថ្មីវគ្គនេះល្មើសនឹងច្បាប់ហើយនឹងចង់ប្រកួតសាថ្មីថែមទៀតចាញ់គេតែម្ដងទៅបានហើយមែនទេប្រធានស៊ូមុខដៃចិត្តដាច់មិននឹងអាចស្ដាប់ពាក្យលេងខូចរបស់នាងបានទៅ ហាងរសជាតិឆ្ងាញ់កុំនិយាយច្រើនបន្តការប្រកួតសេហ្វូគួយដូចជាមិនដែលបារម្ភពីការប្រកួតសោះឬក៏ថាការប្រកួតនិយាយចំពោះគេដូចជាលបែងលេងអញ្ចឹង ចាញ់មិនខានទេចាញ់មិនខានទេ វគ្គនេះគ្មានតម្រុយអីសោះប្រកាសជាចាញ់ចុងភៅស្រីប្រទេសហ្វាហើយ ប្រធានស៊ូបើនាងមានអារម្មណ៍ថាធូនខ្ញុំប្រកាសតែម្ដងទៅថាប៉ជីងហានទទួលសិទ្ធិការរកស៊ីហើយចំណែកអ្នកផ្សេងខ្ញុំជួយដោះស្រាយឲ្យនាងទៅបានហើយយ៉ាងម៉េចដែរ ការប្រកួតមិនទាន់បញ្ចប់ប្រកាសពេលនេះតើស្របច្បាប់ដែរទេក្មេងម្នាក់នេះពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលចម្លែកមែនពេលនេះគ្រឿងក្រៅទាំងប្រមាណរបស់គេធ្វើឲ្យខ្ញុំនឹកឃើញដំអែមឆៅយ៉ាងមួយមុខបើគេអាចធ្វើមួយមុខនេះចេញបាន ខាងបាយរសជាតិឆ្ងាញ់ទៅឯងមិននៅអបអរខាងនោះឯងមកខាងនេះធ្វើអីតាមខ្ញុំមើលទៅប៉ជីងហានទើបជាអនាគតពិភពអាហារនេះមេចុងភៅលាវតើមានកំណត់អ្វីទេក្នុងដៃខ្ញុំមានជីបចររបស់ហាងបាយរសជាតិឆ្ងាញ់ក្នុងដៃខ្ញុំយ៉ាល្អពួកយើងអូយ៉ាមើលចុះចុងភៅលោកអ៊ីស៊ឺធ្វើពពកសរសៃមីឡុងរួចរាល់ហើយពិតជាស្រស់ស្អាតពិតមែនហើយ ក្លិនពិតជាអស្ចារ្យណាស់ខ្ញុំចាំលេងចង់បានហើយចង់តែភ្លក់ទេ ចុះភៅមកខាងទៀតតើយ៉ាងម៉េចទៅហើយទៅសល់តែ2នាទីទៀតតែប៉ុណ្ណោះទេណា បងអែមគេធ្វើមួយមុខនេះឬមួយជា នៅសល់2នាទីចុងក្រោយឲ្យពួកយើងមើលបេក្ខជនសៀវភូមិគួយគេធ្វើស្អីពិតជាចាំងហ៊ូមួយឆ្នាំមើលពិតជាកំ pl ែងមែនហើយអាលិតនេះបាច់ជាធ្វើចាំងហ៊ូមួយចានត្រៀមឲ្យពួកយើងញ៉ាំមែនទេហ៎គ្មានន័យពិតមែនហើយស្មានថាចង់ធ្វើអីផ្សេងគ្មានគ្រឿងក្រៅស្អីផងមានតែធ្វើអាហារជ្រូកបែបហ្នឹងហើយ គឺពួកលោកលេងល្បិចនៅពីក្រោយលើកនេះនៅមានមុខសាច់ចំអកគេទៀត ថាកែស្រីលើកនេះពិចារណាល្អបន្តិចទៅក្រោយពេលហាងបាយរសជាតិឆ្ងាញ់ត្រូវបិទទ្វារគួរធ្វើមិនទៅដើមឡើយយុថាលិតនេះគ្រាន់បើពិតមែនពេលនេះមើលទៅសត្វតែមិនពិតប្រាកដខំមកពេលលិតនោះទេបើគុំតែគេអុកឡុងឲ្យខ្ញុំចូលប្រកួតទាំងអស់នោះឈ្នះយូរណាស់ទៅហើយ នេះគឺជាទឹកអង្ករដែលខ្ញុំធ្វើនិយាយគណៈកម្មការទាំងអស់ភ្លក់ទៅសេហ្វូគួយគេពិតជាធ្វើទឹកអង្ករមែននេះគឺជារបស់ដែលខ្ញុំធ្វើតែមួយគត់ឲ្យកូន មានតែរបស់នេះសំបីឆ្កែនៅផ្ទះខ្ញុំក៏មិនស៊ីផងដែរឯងយល់ថាគណៈកម្មការនេះទៅនេះព្រមញ៉ាំរបស់ឯងធ្វើនឹងមែនទេ យកល្អពេលភ្លក់ហើយចាំធ្វើការវាតម្លៃ ខ្ញុំយល់ថាវគ្គនេះគ្មានប្រយោជន៍របស់អាហារតែបានយាមពីពណ៌ក្លិនហើយនឹងរសជាតិនោះជាងហ៊ូមួយចាននេះបើសិនជាអាចយកឈ្នះបានពិតមែននោះគឺខ្លាចតែមិនអាចបញ្ចុះបញ្ចូលបានទេដឹងមើលទៅវគ្គនេះគ្មានអ្វីឆ្ងល់ទេខ្ញុំសូមប្រកាសហាងបាយរសជាតិឆ្ងាញ់ចាញ់ ហាត់អីមិនទាន់ភ្លក់ផងក៏ប្រកាសថាចាញ់តែម្ដង ទឹកអង្ករមួយចានមានប្រយោជន៍ស្អីទៅនិយាយចំពោះពណ៌ក្លិននិងរសជាតិតាមមិនទាន់គេពពកសរសៃមីឡុងនោះទេណា នេះដោយសារតែពួកលោកប្រកួតមិនយុត្តិធម៌កំណត់គ្រឿងក្រៅរបស់សៀវហ្វូគួយ ហាងបាយរសជាតិឆ្ងាញ់របស់ពួកនាងម្ដងហើយម្ដងទៀតទាមទារយុត្តិធម៌ពីគណៈកម្មការពួកយើងការប្រកួតចុងភៅទេវតានៅលើកនេះបានកំណត់ពីដំណើរការរួចហើយឬមួយត្រូវតែកាត់ក្តីឲ្យពួកនាងឈ្នះទើបថាយុត្តិធម៌នោះ